ជំរាបសួរខ្ញុំបាទឈ្មោះលឹមអាស៊ីគិនជាគ្រូបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរនៃសាលាអន្តរជាតិ SAS ថ្ងៃផងដែរខ្ញុំនឹងចែករំលែកក៏ដូចជាជម្រាបជូននៅព័ត៌មានក៏ដូចជាបទពិសោធន៍មួយចំនួនតាក់ទងជាមួយនឹងការបង្រៀនរបស់ខ្ញុំកន្លងមកបាទអរគុណតាក់ទងជាមួយនឹងការត្រៀមខ្លួនធ្វើជាគ្រូបង្រៀនម្នាក់ឬក៏ជាអ្នកអប់រំម្នាក់គឺយើងត្រូវទី1តាក់ទងជាមួយនឹងចំណេះដឹងបាទត្រូវតែមានការសិក្សាស្រាវជ្រាវបាទហើយបន្តពីនោះគឺការរៀបចំខ្លួនស្របទៅតាមវិជ្ជាជីវៈបាទគរុកោសលជាគ្រូបង្រៀនបាទជាមុនសិនជាពិសេសគឺការអប់រំខ្លួនឯងមុននឹងយើងចេញទៅអប់រំអ្នកដទៃបាទនេះជាអ្វីដែលលោកគ្រូអ្នកគ្រូគ្រប់រូបដែលលោកខិតខំក្នុងការរៀបចំធ្វើយ៉ាងណាឲ្យមានគេហៅថាសមត្ថភាពក៏ដូចជាលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមអប់រំបាទក្មេងៗក៏ដូចជាយុវជនជំនាន់ក្រោយនេះឲ្យស្របទៅតាមអ្វីដែលពួកគេចង់បានបាទតកតងជាមួយនឹងការបង្រៀនទៅលើមុខវិជ្ជាអក្សរសាស្ត្រខ្មែរឬក៏ភាសាខ្មែរនេះមែនតើទៅវាអត់មានអ្វីច្រើនទេមានន័យថាតកតងជាមួយមុខវិជ្ជានេះគឺទាមទារឲ្យសិស្សហ្នឹងគឺគាត់អានឲ្យបានច្រើនស្រាវជ្រាវឲ្យបានច្រើនហើយអនុវត្តទៅលើមេរៀនបាទមានន័យថាទ្រឹស្ដីផ្សារភ្ជាប់ជាមួយនឹងការអនុវត្តបាទអញ្ចឹងកាលណាគាត់អានច្រើនកាលណាគាត់ស្រាវជ្រាវច្រើនគាត់នឹងយល់ដឹងច្រើនទៅលើមុខវិជ្ជានេះបាទតកតងជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួនបាទកន្លងទៅការអប់រំនៅសម័យបច្ចេកវិទ្យាជាពិសេសសម័យទំនើបយើងនេះបាទគឺយើងមានវិធីសាស្ត្របាទផ្សេងៗគ្នាពីគ្រូមុខវិជ្ជាមួយទៅមុខវិជ្ជាមួយប៉ុន្តែសម្រាប់ខ្ញុំគឺយើងមានវិធីសាស្ត្រតិចផងក្តៅផងបាទមានន័យថាយើងមើលទៅលើចំណង់ចំណូលចិត្តពួកគាត់ដូចគ្នាដែរថាតើយើងអាចអប់រំគាត់តាមបែបណាតាមមធ្យោបាយបែបណាដែលគាត់ទទួលយកបានព្រោះដោយសារសិស្សខ្លះគាត់ចាប់បានលឿនសិស្សខ្លះក៏គាត់ចាប់បានរៀងយឺតអញ្ចឹងទាមទារឲ្យយើងជាគ្រូបង្រៀននេះក៏យល់ទៅលើសិស្សនីមួយៗដូចគ្នាដែរថាតើគាត់តម្រូវការបែបណាហើយអ្វីដែលយើងធ្វើឲ្យគាត់ស្រឡាញ់ទៅលើមុខវិជ្ជាអក្សរសាស្ត្រខ្មែរឬក៏ភាសាខ្មែរនេះគឺយើងចូលរួមក្នុងការលើកទឹកចិត្តពួកគាត់កែតម្រូវពួកគាត់បាទហើយជាពិសេសគឺរំលឹកដាស់តឿនបាទពួកគាត់កុំឲ្យភ្លេចខ្លួនហើយធ្វើយ៉ាងណាគឺអានឲ្យបានច្រើនស្រាវជ្រាវឲ្យបានច្រើនបាទដើម្បីឲ្យពួកគាត់នឹងធ្វើយ៉ាងណាគឺមានស្មារតីក្នុងការសិក្សាក៏ដូចជាស្រឡាញ់នៅបាទមុខវិជ្ជារបស់យើងនេះបាទជាចុងបញ្ចប់នេះខ្ញុំសូមផ្ដាំផ្ញើដល់បងប្អូនសិស្សានុសិស្សគ្រប់រូបត្រូវតែខិតខំប្រឹងប្រែងព្យាយាមយ៉ាងណាគឺដុសខាត់ខ្លួនឯងឲ្យក្លាយទៅជាយុវជនក៏ដូចជាទំពាំងស្នងឫស្សីប្រកបដោយគុណតម្លៃសម្រាប់ជាតិហើយចូលរួមក្នុងការសិក្សារៀនសូត្រឲ្យមានចំណេះជំនាញច្បាស់លាស់ដើម្បីបន្តបាទទៅថ្ងៃមុខដើម្បីមានអនាគតល្អប្រសើរបាទអ្វីដែលសំខាន់សូមបងប្អូនទាំងអស់ជៀសឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នាហើយជាពិសេសទៀតនោះប្រសិនបើចង់បានការអប់រំប្រកបដោយប្រសិទ្ធភាពក៏ដូចជាជួបនៅលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យពោពេញដោយបទពិសោធន៍ក៏ដូចជាមានគរុកោសលច្បាស់លាស់កុំភ្លេចសាលាអន្តរជាតិ SAS ដែលយើងនឹងមានអាហារូបករណ៍ជាច្រើនប្រភេទតទៅទៀតចឹងប្រសិនជាបងប្អូនក៏ដូចជាមាតាបិតាអ្នកអាណាព្យាបាលចង់ដឹងព័ត៌មានលម្អិតនិងទទួលបានអត្ថប្រយោជន៍ជាច្រើនពីសាលា SAS សូមអញ្ជើញមកតាក់ទងនៅការិយាល័យនៃសាលាទាំងអស់គ្នាសាលាអន្តរជាតិ SAS កំពុងតែមាន promotion ក៏ដូចជាអាហារូបករណ៍ជាច្រើនប្រភេទចឹងប្រសិនបើមាតាបិតាអ្នកអាណាព្យាបាលក៏ដូចជាបងប្អូនសិស្សានុសិស្សទាំងអស់ចង់ទទួលបានអត្ថប្រយោជន៍នេះសូមអញ្ជើញរួបរាន់មកទទួលនៅសេវាកម្មនៃការអប់រំនៃសាលាអន្តរជាតិ SAS ទាំងពីរសាខាដែលមានទី1សាខានៅជិតឡាគីស្តានិងសាខាទី2គឺសាខាវែងស្រេងបាទសូមអរគុណ